កាលពីជំនាន់ដើមបើសិនគ្រួសារមួយរកស៊ីបានជោគជ័យគេនឹងលាក់ទុកជាការសម្ងាត់គេមិនចង់ឲ្យនរណាម្នាក់ឬក៏អ្នកផ្សេងដឹងពីរបៀបរលួយរបស់គេនោះទេហើយវប្បធម៌នោះគឺមានមកដល់សប្តាហ៍ថ្ងៃនឹងផងដែរប៉ុន្តែខ្ញុំសរសើរក្រុមហ៊ុនមួយនោះណាស់ពីព្រោះពួកគេជឿថាមនុស្សម្នាក់តែឯងមិនអាចជោគជ័យបានទេបើគេចង់ជួយខ្លួនឯងឲ្យជោគជ័យគេត្រូវជួយមនុស្សជាច្រើនទៀតឲ្យជោគជ័យដែរមិនមែនម្នាក់ពីរនាក់ប៉ុន្តែគឺក្រុមមនុស្សមួយក្រុមតែម្ដងឲ្យជោគជ័យជាមួយនឹងគាត់ហ្នឹងហើយអ្វីដែលគួរចាប់អារម្មណ៍បំផុតនោះគឺជោគជ័យដោយមិនបាច់ចំណាយដើមទុនច្រើនឬក៏មិនចាំបាច់នឹងចំណាយសោះផងដែរចង់រកថាក្រុមហ៊ុននេះគេក្រុមហ៊ុននោះគឺជាក្រុមហ៊ុន Walton International ជាកន្លែងដែលជួយឲ្យអ្នកសម្រេចជោគជ័យទាំងលុយកាក់សុខភាពនិងទំនាក់ទំនងល្អក្នុងសង្គមអញ្ចឹងចូលរួមជាមួយខ្ញុំលើនេះដើម្បីចាប់ផ្ដើមដំណើរជោគជ័យរបស់អ្នកទាំងអស់គ្នាក៏ដូចជាដំណើរជោគជ័យរបស់ខ្ញុំផងដែរកាលពីជំនាន់ដើមបើសិនគ្រួសារមួយរកស៊ីបានជោគជ័យគេនឹងលាក់ទុកជាការសម្ងាត់គេមិនចង់ឲ្យនរណាម្នាក់ឬក៏អ្នកផ្សេងដឹងពីរបៀបរលួយរបស់គេនោះទេហើយវប្បធម៌នោះគឺមានមកដល់សប្តាហ៍ថ្ងៃនឹងផងដែរប៉ុន្តែខ្ញុំសរសើរក្រុមហ៊ុនមួយនោះណាស់ពីព្រោះពួកគេជឿថាមនុស្សម្នាក់តែឯងមិនអាចជោគជ័យបានទេបើគេចង់ជួយខ្លួនឯងឲ្យជោគជ័យគេត្រូវជួយមនុស្សជាច្រើនទៀតឲ្យជោគជ័យដែរមិនមែនម្នាក់ពីរនាក់ប៉ុន្តែគឺក្រុមមនុស្សមួយក្រុមតែម្ដងឲ្យជោគជ័យជាមួយនឹងគាត់ហ្នឹងហើយអ្វីដែលគួរចាប់អារម្មណ៍បំផុតនោះគឺជោគជ័យដោយមិនបាច់ចំណាយដើមទុនច្រើនឬក៏មិនចាំបាច់នឹងចំណាយសោះផងដែរចង់រកថាក្រុមហ៊ុននេះគេក្រុមហ៊ុននោះគឺជាក្រុមហ៊ុន Walton International ជាកន្លែងដែលជួយឲ្យអ្នកសម្រេចជោគជ័យទាំងលុយកាក់សុខភាពនិងទំនាក់ទំនងល្អក្នុងសង្គមអញ្ចឹងចូលរួមជាមួយខ្ញុំលើនេះដើម្បីចាប់ផ្ដើមដំណើរជោគជ័យរបស់អ្នកទាំងអស់គ្នាក៏ដូចជាដំណើរជោគជ័យរបស់ខ្ញុំផងដែរ